ឈប់មើលទៅវាមិនមែនជារថយន្តរបស់អ្នកទេទោះបីជាមានលុយក៏នៅតែជាជនពិការដែរបើប្រៀបធៀបនឹងសុខភាពប្រៀបធៀបនឹងលុយសុខភាពរាងកាយគឺសំខាន់ជាងមិនដឹងថាប្រពន្ធថ្មីរបស់គាត់ស្រឡាញ់គាត់ត្រង់ណាទេយ៉ាងហោចណាស់ក៏ប្រសើរជាងអ្នកដែលអាមនោះនៅលីវហេតុអ្វីខ្ញុំមានអារម្មណ៍ថានាងប្រងើយកន្តើយនឹងខ្ញុំម្លេះបងថ្លៃចាំរកលុយបានខ្ញុំនឹងទៅទិញវីឡាដែលបងពេញចិត្តភ្លាមនៅក្រោមយេលីននេះគាត់គ្រាន់តែជាម៉ាស៊ីនដកលុយរបស់យើងប៉ុណ្ណោះចាំនិយាយគ្នាតាមក្រោយអូនសំឡាញ់ត្រឡប់មកវិញហើយអង្គុយចុះរសៀលនេះជំនួយការរបស់លោកអគ្គនាយកសឿនបានមកជួបខ្ញុំតើអូនទីមើលថាលោកអគ្គនាយកសឿនមានប្រវត្តិយ៉ាងណាប្រវត្តិយ៉ាងណាទៅអគ្គនាយកក្រុមហ៊ុនសឹងហ៊ឺគម្រោងដែលយើងវិនិយោគលើកនេះគឺជាគម្រោងកម្ពុជារបស់ក្រុមហ៊ុនមិននឹកស្មានថាមានទំនាក់ទំនងជាមួយសឹងហ៊ឺសោះសឿនយេលីនពិតជាមិនធម្មតាទេពេលរលុយហើយឬនៅពេលរលុយគ្រប់ចំនួនហើយកិច្ចសន្យាក៏បានចុះហត្ថលេខារួចរាល់ដែរចង់មើលទេអូយមិនបាច់ទេបងធ្វើការអូនទុកចិត្តមើលទៅខ្ញុំគិតច្រើនពេកហើយនាងនៅតែស្មោះត្រង់នឹងខ្ញុំដូចមុនលោកសឿនថ្ងៃនេះអរគុណលោកហើយបើមិនបានលោកជួយទេខ្ញុំប្រហែលជាមិនអាចបោះគាត់បានរលូនបែបនេះទេលោកសឿនតើលោកបានចុះកិច្ចសន្យាជាមួយគាត់ទេកិច្ចសន្យាមានសុពលភាពផ្លូវច្បាប់ហើយថែមទាំងបន្សល់ទុកដានទៀតតើវានឹងបង្កបញ្ហាដល់លោកទេលោកថែមទាំងបានលើកឡើងពីក្រុមហ៊ុនសឹងហ៊ឺទៀតតើនឹងត្រូវគេសួរនាំទេនាងឲ្យខ្ញុំជួយបោកមនុស្សខ្ញុំស្មានថានាងចង់លេងល្បិចចម្រិតទារប្រាក់ទុកឲ្យអ្នកខាងមុខជន់ពីជើងសិនទៅអ្វីដែលនៅសល់ទុកឲ្យខ្ញុំជាអ្នកចាត់ការចុះមាត់នេះពិតជាអាក្រក់ណាស់មានរឿងអីអូនកំពុងឆាតជាមួយអ្នកណាសារការងារត្រូវហើយថ្ងៃស្អែកអូនត្រូវទៅធ្វើការនៅក្រៅទៅធ្វើការនៅក្រៅត្រូវទៅធ្វើការនៅក្រៅទៀតហើយចុះឆ្នាំនេះមិនត្រូវឈប់ផឹកទេប្រញាប់ឡើងផឹកថ្នាំយប់នេះសិនទៅមីងចាប់ពីថ្ងៃនេះទៅខ្ញុំលែងផឹកថ្នាំនេះទៀតហើយអូនលៀងជាសៀខ្ញុំប្រាប់លោកឲ្យដឹងលោកកុំសង្ឃឹមថាខ្ញុំនឹងមានកូនជាមួយលោកមួយជីវិតនេះខ្ញុំខ្ពើមណាស់លោកមិនស័ក្តិសមរៀបការជាមួយខ្ញុំទេសៀម៉េងអូនមិនចង់រៀបការជាមួយបងទេមិននឹងអាចទៅមួយជីវិតនេះខ្ញុំរៀបការតែជាមួយបងប៉ុណ្ណោះបានហើយត្រឡប់ទៅបន្ទប់សម្រាប់ទៅចាំបងប្រាប់ម៉ាក់ជាម៉េងបងពិតជាល្អណាស់អញ្ចឹងអូនត្រឡប់ទៅបន្ទប់សម្រាប់ហើយកូនប្រុសមិនក៏កូនបណ្ដោយនាងបែបនេះម៉ាក់យើងគ្រាន់តែធ្វើជាលេងទៅបានហើយចាំយើងមានលុយខ្ញុំនឹងរៀបការជាមួយយីរ៉ូខ្ញុំនឹងឲ្យនាងបង្កើតកូនឲ្យម៉ាក់មែនឬមែនហើយលោកសឿនជាទីស្រឡាញ់ចាំមើលពេលជាម៉េងបោះបង់លោកចោលខ្ញុំចង់ដឹងថាលោកនឹងយំយ៉ាងម៉េចម្ចាស់ផ្ទះរបស់ខ្ញុំនៅសល់3ថ្ងៃទៀតផុតកំណត់ហើយខ្ញុំមិនបន្តជួលទៀតទេអ្នកជួយវេលលុយចូលកាតឲ្យខ្ញុំមកបានហើយចា៎លោកសឿនឡើងឡានមកឥឡូវលោកយកលុយ2លានមកជាមួយអរគុណប៉ុន្មានថ្ងៃទៀតគាត់ប្រហែលជាដឹងថាខ្ញុំបោកគាត់ប្រហែលជានឹងមករកបញ្ហាជាមួយលោកក្រុមហ៊ុនដែលចុះកិច្ចសន្យាជាមួយខ្ញុំនិងក្រុមហ៊ុនដែលផ្ទេរប្រាក់សុទ្ធតែត្រូវបានលុបចោលហើយរកខ្ញុំមិនឃើញទេបិចក៏គាត់ធ្វើរឿងបែបនេះស្ទាត់ជំនាញម្លេះឬមួយក៏គាត់ពិតជាអ្នកបោកប្រាស់មែនទៅណាខ្ញុំទៅតែប្រកូលផ្ទះឲ្យគេវិញប្រហែលជាត្រូវរកសន្តាគារស្នាក់នៅបណ្ដោះអាសន្នសិននាងអាចទៅស្នាក់នៅកន្លែងខ្ញុំបានស្នាក់នៅកន្លែងគាត់ខ្ញុំពិតជាគួរតែទៅស្វែងយល់ពីប្រវត្តិរបស់គាត់ប្រសិនបើគាត់ពិតជាអ្នកបោកប្រាស់មែនត្រូវតែបញ្ឈប់ការខាតបង់ឲ្យទាន់ពេលវេលាខ្ញុំអាចឲ្យថ្លៃឈ្នួលផ្ទះលោកបានថ្លៃឈ្នួលផ្ទះមិនបាច់ទេប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយអ្វីទៅពេលរស់នៅធម្មតាកុំរំខានគ្នាខ្ញុំជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់កុំរំខានពេកទៅបានហើយលោកកុំបារម្ភអីខ្ញុំមានព្រំដែនច្បាស់លាស់ណាស់ត្រឡប់ទៅវិញទៅដល់ហើយលោកសឿនលោកមានលុយច្រើនណាស់មែនទេ
ក៏គួរសំដែប៉ុន្តែលុយរបស់ខ្ញុំសុទ្ធតែជាចំណូលស្របច្បាប់បានបង់ពន្ធត្រឹមត្រូវ ខ្ញុំមិនគិតថាលោកជាអ្នកបោកប្រាស់ទេលោកមើលទៅមានសភាពថ្លៃថ្នូរមើលមួយផ្លែតដឹងថាជាអ្នកបង់ពន្ធស្របច្បាប់ដ៏ឆ្នើម តោះទៅសួស្ដីលោកសឿនសូមភ្លើបន្តិចនេះគឺជាភរិយារបស់ខ្ញុំជួយស្កេនមុខនាងផងបាទ លោកស្រីសឿនចាស់ រួចរាល់ហើយត្រូវហើយលោកសឿនលោកមានកញ្ចប់អីវ៉ាន់នៅប៉ុស្តិ៍សន្តិសុខរបស់យើងបន្តិចទៀតខ្ញុំនឹងយកទៅឲ្យលោកមិនបាច់ទេយើងនឹងយកវាទៅជាមួយតែម្ដងបាទ ប្រកាសជាធ្ងន់ណាស់ហើយ អាបាន ធំម្លេះ ឬមួយក៏ឲ្យខ្ញុំយកទៅឲ្យលោកវិញទៅ អូយមិនអីទេយើងយកទៅខ្លួនឯងបានដៃធំមក1 2 3លើកលឿនទុកឲ្យទេយកបន្តិចអូយអរគុណណាស់ តោះ ជាម៉េងម្នាក់នោះគឺលីនជាស៊ីមែនទេ មិនក៏នាងនៅទីនេះអ្នកអង្គុយរទេះរុញនោះប្រហែលជាលោកអគ្គនាយកសឿនពួកគេមកទីនេះធ្វើអ្វីជឿសៀលីនជឿសៀសូមទោសលោកមិនអាចចូលបានទេសូមអញ្ជើញចេញ ជាម៉េងខ្ញុំគិតថាយើងចំណាំមនុស្សខុសហើយលីនជាសៀមិននឹងអាចស្គាល់អ្នកដែលរស់នៅទីនេះទៅលក្ខខណ្ឌរបស់នាងអ្នកមានក៏មិនមើលនាងដែរ អូននិយាយក៏មានហេតុផលដែរនាងធម្មតាក្រៅពីទៅធ្វើការគឺនៅផ្ទះមិនអាចស្គាល់បុគ្គលសំខាន់អ្វីទេតោះទៅថៅកែអយមកអុយថៅកែមិនក៏ឲ្យលោកលើកប្រអប់ធ្ងន់បែបនេះគ្រាន់តែទូរស័ព្ទមួយខ្សែមកបានហើយឯងគិតថាខ្ញុំជាអ្នកចង់លើកមែនទេហាមែនឬដាក់ចុះខ្ញុំលើកចូលទៅហើយថៅកែខឹងមែនទែនគាត់ការពីគេណាស់ថៅកែកញ្ចប់អីវ៉ាន់ត្រូវបើកទេបាទនេះមិនក៏សុទ្ធតែជារបស់ប្រើប្រាស់សម្រាប់ពិធីបុណ្យសពអញ្ចឹងលោកចង់រៀបចំទុកជាមុនសម្រាប់ខ្លួនឯងឬ របស់ទាំងនេះសុទ្ធតែរៀបចំសម្រាប់ខ្លួនខ្ញុំថ្ងៃក្រោយប្រគល់ឲ្យនាងទាំងអស់ហើយខាងក្នុងនៅមានក្រដាសមាសខ្លះទៀតបើនាងទំនេរអាចបត់ដុំមាសឲ្យខ្ញុំបានប្រគល់ឲ្យលោកស្រីទុកដាក់ឲ្យស្រួលបួល លើកទី1ហើយដែលបានឃើញមនុស្សដែលរៀបចំទុកជាមុនសម្រាប់ខ្លួនឯងដោយស្ងប់ស្ងាត់បែបនេះមិនក៏ដកមិនចេញអញ្ចឹងអាសឿនយេលីនងាប់អាសឿនយេលីនស្អុយខ្ញុំប្រាប់ឲ្យលោកដក ដកនាងចេញ